សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើការដំឡើងកម្មវិធី YouTube ដែលអត់មានពាណិជ្ជកម្មរំខានអញ្ចឹងជាដំបូងយើងចូលមកកាន់ scroll មកបន្ទាប់មកយើងធ្វើការ search ពាក្យ Event Manager បាទអញ្ចឹងខ្ញុំចាប់ផ្ដើម search ពាក្យអ្នកទាំងអស់គ្នាអាច search តាមនឹងមកយើងធ្វើការ scroll lên មកក្រោមយើងឃើញពាក្យ Event Manager Plus អញ្ចឹងយើងចុចលើហ្នឹងមកហើយធ្វើការ download វាបាទអញ្ចឹងខ្ញុំចាប់ដើមធ្វើការ download វាយើងរងចាំវារហូតវាពេញបាទអញ្ចឹងនៅពេលដែលវាពេញយើងធ្វើការបើកវាមកអ្នកទាំងអស់គ្នាចុចមកលើ tray 3បន្ទាប់មកចុចពាក្យ download ហើយយើងធ្វើការដំឡើងវាមកអញ្ចឹងនៅពេលដំឡើងវាធ្វើការទាមទារឲ្យយើងអនុញ្ញាតនៃមុខងារមួយចំនួនអញ្ចឹងយើងបើកមុខងារទាំងអស់ហ្នឹងមកបន្ទាប់មកទៀតយើងធ្វើការត្រឡប់ក្រោយបន្តិចហើយយើងចាប់ដើម install វាអញ្ចឹងយើងចាប់ដើមចុច install វាមកបាទអញ្ចឹងនៅពេលដែល install រួចយើងធ្វើការបើកកម្មវិធីនឹងមកបាទបន្ទាប់ពីយើងធ្វើការបើកវាហើយយើង scroll មកក្រោមបន្តិចមកយើងនឹងឃើញពាក្យ YouTube Rewind អញ្ចឹងយើងចាប់ផ្ដើមធ្វើការ download YouTube Rewind នឹងមកតើមកយើងធ្វើការចាំវាបន្តិចរហូតដល់វា download ពេញបាទអញ្ចឹងវាបន្ទាប់ពីវាពេញរួចរាល់វានឹងធ្វើការដំឡើងដល់ខ្លួនឯងហើយយើងចុចបើកមុខងារមួយចំនួនមកយើងចូលមកកាន់ setting បាទបន្ទាប់មកយើង allow វាមកហើយយើងត្រឡប់ក្រោយបន្តិចដើម្បីធ្វើការ install វាអញ្ចឹងយើងធ្វើការ install វាបាទបន្ទាប់ពីយើង install រួចយើងចាប់ផ្ដើម scroll មើលនៅលើ screen របស់យើងហ្នឹងវានឹងឃើញ load ពាក្យ YouTube Rewind អញ្ចឹងយើងអាចចូលទៅកាន់ Rewind Manager ភាសាទៀតដើម្បីធ្វើការ download server របស់វាមកបាទយើងអស់មកក្រោមបន្តិចយើងឃើញពាក្យ Micro G ហ្នឹងអញ្ចឹងយើងធ្វើការដំឡើងវាបាទបន្ទាប់ពីវាពេញវានឹងធ្វើការ install យើងចុច install មកបាទយើងចុច install វាបាទបន្ទាប់ពីយើង install យើងរងចាំវារហូតដល់វា install រួចរាល់បន្ទាប់មកយើងធ្វើការចូល home screen យើងវិញហើយបើក YouTube Rewind អញ្ចឹងយើងចុចបើកវាមកយើងរងចាំវាមួយសន្ទុះដើម្បីដល់កន្លែងនេះយើងចុច continue ហើយយើងចុចចូលវាមកដើម្បីធ្វើការអនុញ្ញាតឲ្យកម្មវិធីដំណើរការហើយយើងចាប់ផ្ដើម search បទចម្រៀងឬក៏ភ្លេងអីដែលយើងចង់បើកហើយយើងក៏អាច lock screen វាស្ដាប់ដូចយើងស្ដាប់បើក music ដូចគ្នាផងដែរអញ្ចឹងបន្ទាប់ពីយើងធ្វើការដំឡើងរួចរាល់ហើយជាចុងក្រោយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះសូមកុំភ្លេចជួយ like និង follow ដើម្បីទទួលបានវីដេអូថ្មីបន្តទៀត